ជួនកាលឪពុកម្ដាយខ្លះគាត់ក្រទ្រព្យសម្បត្តិមែនក៏ប៉ុន្តែគាត់មិនមែនក្រចិត្តទេយើងមានលុយមានកាក់ទ្រព្យសម្បត្តិច្រើនមានមុខមាត់ក្នុងសង្គមច្រើនក៏ពិតមែនក៏ប៉ុន្តែមានតែទ្រព្យតែអាផ្លូវចិត្តនេះសោកចឹងមកសង្ឃឹមថាកូនប្រុសកូនស្រីទាំងអស់ក្រទ្រព្យប្រទៅចោះតែសូមកុំឲ្យក្រចិត្តគំនិតមានទ្រព្យហើយតែសូមកុំក្របានទេត្រូវបើថាមានទ្រព្យហើយអាផ្លូវចិត្តមួយត្រូវតែមានគឺមានចិត្តនៅត្រង់ការដែលដឹងគុណមេត្តាបិតាបើទោះបីជាគាត់មនុស្សក្រមិនមានទ្រព្យសម្បត្តិចែកឲ្យយើងច្រើនក៏ដោយប៉ុន្តែទ្រព្យសម្បត្តិដ៏មហិមាគឺការផ្ដល់គំនិតមែនទេប្រសិនបើគាត់មិនមាននៅមេត្តាមិនមាននៅករុណាតើយើងអាចដើម្បីឈរជើងអាចតវ៉ាឌីលគាត់កប់បត់បានដែរអត់ពលខ្លះជេរម៉ែឯងបចោម៉ែឯង